ជម្រាបសួរបងប្អូនអស់គ្នាបាទថ្ងៃនេះខ្ញុំនាំបងប្អូនអស់គ្នាមកមើលគេដាល់លំបុកបងប្អូនអស់គ្នាដែលធ្លាប់ឃើញគេដាល់លំបុកអត់ចឹងការដាល់លំបុកនេះគឺកាលពីបរមរានគឺជាប្រពៃណីរបស់ដូនតាខ្មែរយើងដែលការដាល់លំបុកនេះគឺគេដាល់នៅពេលយប់ព្រោះថាការដាល់លំបុកនៅពេលយប់នេះគឺវាមានបន្លឺសំឡេងកងរំពងបង្កជាភាពសប្បាយរីករាយដល់កន្លោះក្រមុំការដាល់លំបុកនេះគឺគេតែងដាល់នៅពេលរដូវបុណ្យនំទូកគឺគោលបំណងដើម្បីអបអរពិធីបុណ្យនំទូកអកអំបុកនិងសំពះព្រះខែការដាល់លំបុកនេះគឺគេដាល់មានមនុស្សចំនួន2នាក់ដែលម្នាក់ជាប្រុសហើយម្នាក់ទៀតជាស្រីដែលអ្នកស្រីមានដៃម្ខាងកាន់អង្រែហើយម្ខាងទៀតគឺកាន់ឈើចង្កៀលដើម្បីឆ្កៀលអំបុកកុំឲ្យមានក្តាំងឲ្យអំបុកជើងល្អចំណែកឯខាងប្រុសគឺមានអង្រែតែមួយទេគឺប្រើកម្លាំងខ្លាំងដើម្បីដាល់អំបុកនឹងឲ្យបែកคล้ายទៅជាអំបុកដែលល្អចំណែកម្នាក់ទៀតគឺគេលីងដែលយើងប្រើខ្ទះហើយមានចង្ក្រានសម្រាប់ដុតភ្លើងដើម្បីលីងស្រូវដែលយើងច្រូតបានថ្មីយកមកលីងដើម្បីយកទៅដាល់អំបុកចំពោះស្រូវដែលគេច្រូតបានគឺគេច្រូតស្រូវដែលទើបតែនឹងទុំមិនទាន់ពេញលេញបានន័យថាមិនទាន់សោះជាងគេទៅច្រូតយកមកបែនហើយយកមកលីងធ្វើជាអំបុកការដាល់អំបុកនេះគឺសម័យពីបរមរានគឺគេដាល់ដើម្បីយកទៅអកអំបុកសំពះព្រះខែនៅពេលយប់គឺគោលបំណងតាមជំនឿគឺដើម្បីថ្វាយដល់ព្រះសិវៈឬក៏ព្រះវិស្ណុការដាល់អំបុកនេះគឺយើងដាល់ដោយដៃហើយស្នូរបស់វាគឺលឺពីរោះដែលសម័យពីបរមរានការដាល់នៅពេលយប់សឹងតែគ្រប់គ្នាគ្រប់ផ្ទះទាំងអស់នៅពេលរដូវចិត្តចូលដល់បុណ្យអុំទូកការដាល់អំបុកនេះគឺលឺស្នូពីរោះដែលធ្វើឲ្យអ្នកស្ដាប់ហាក់បីដូចជាលង់លក់ហើយអ្នកខ្លះទៀតក៏សប្បាយរីករាយជាមួយនឹងស្នូសំឡេងការដាល់អំបុកនេះហើយការដាល់អំបុកគឺធ្វើឲ្យមានក្លិនឈ្ងុយក្រអូបដែលអ្នកនៅជុំវិញខ្លួនឬក៏អ្នកដែលនៅផ្ទះជិតខាងផ្ទះណាដែលដាល់អំបុកនោះគឺមានធុំក្លិនក្រអូបឈ្ងុយឈ្ងប់គួរឲ្យចង់បរិភោគតើអ្នកទាំងអស់គ្នាធ្លាប់ឃើញការដាល់អំបុកនេះពីមុនមកទេបើខ្ញុំបានធ្លាប់ឃើញពីមុនហើយក៏ធ្លាប់បានដាល់ដោយខ្លួនឯងដែរដូចនៅក្នុងវីដេអូនេះគឺមានអ្នកភូមិមួយគឺគាត់បានធ្វើការដាល់ខ្ញុំបានឃើញដោយចៃដន្យក៏ថតវីដេអូនឹងទុកទៅ